แต่เคยស្ងោរម្រេះគឺខ្ញុំចង់ញ៉ាំហើយខ្ញុំសាកភ្លក់ញ៉ាំខ្ញុំញ៉ាំបានប៉ុន្តែវាល្វីងនិយាយរួមទៅខ្ញុំអត់ចូលចិត្តប្រហែលតែរបស់ល្វីងខ្ញុំញ៉ាំបានតែមួយម៉ាត់ពីរគឺឈប់ហើយចង់បានម្ទេសឆាខ្ទឹមសម្ទេសឆាសាច់ផ្កាអាចឆាចូលពេកបានសម្រាប់ថ្ងៃនេះដែរគឺខ្ញុំចង់ស្ងោរអានងពោះញាត់ដូចម្រេះហ៎បងប្អូនហើយខ្ញុំក៏បន្ថែមជាមួយនឹងការ៉ុតក៏ដូចជាផ្សិតក្រៀមហើយប៊ីខ្ញុំដាក់ឲ្យច្រើនបន្តិចក៏ដូចជាសាច់ជ្រូកចិញ្ច្រាំផងដែរជាដំបូងខ្ញុំមកកោសអានងពោះសិនខ្ញុំកោសអាសបកវាចេញណាដើម្បីសំណុកយើងយកទៅស្ងោរបន្ទាប់ពីកោសសបករួចរាល់ហើយខ្ញុំបានកាត់អានងពោះនឹងជា2ជា3ទៅតាមទំហំនៃអានងណាវែងឬខ្លីហើយខ្ញុំបានឆ្កៀសបកក្នុងណាគេតែក្របក្នុងចេញបន្ទាប់ពីឆ្កៀរួចរាល់ហើយខ្ញុំយកវាមកលាងទឹកយល់ទៅយើងមើលមកផ្លេតស្តៀងនឹងម្រះដែលតាបងប្អូនប៉ុន្តែម្រះគេរៀងធំជាងនឹងណាតែនេះអានងពោះបន្ទាប់ពីលាងរួចរាល់ហើយខ្ញុំបន្លីសាច់ម្ដងខ្ញុំបន្ថែមជាមួយនឹងទឹកត្រីក៏ដូចជាម្រេចហើយលួចជាមួយនឹងស្ករសបន្តិចតមកទៀតខ្ញុំច្បល់អស់ពីស្លាបព្រាប្រើដៃវាស្រួលជាងណាហើយខ្ញុំយកអាសាច់ដែលខ្ញុំបានលីមិននឹងយកមកញាត់ជាមួយនឹងអានងពោះនេះញាត់ធ្វើឲ្យវារៀងណែនបន្តិចណាបងប្អូនបន្ទាប់ពីញាត់ហើយខ្ញុំយកវាខ្ញុំក៏បានយកអាសាច់នឹងយកមកជ្រលក់ទឹកត្រីនេះទាំងសងខាងដើម្បីកុំឲ្យវាទៅស្ងោរទៅកុំឲ្យវារបូតសាច់បងប្អូនធ្វើរបៀបអញ្ចឹងណាហើយខ្ញុំញាត់នេះនៅសល់នងតិចទៀតតមកទៀតទឹកពុះខ្ញុំចាក់ជាមួយនឹងការ៉ុតក៏ដូចជាផ្សិតក្រៀមចូលហើយខ្ញុំក៏បានដាក់រនងពោះនឹងចូលទៅផងដែររនងដែលខ្ញុំញាត់ជាមួយនឹងសាច់ជ្រូកអ៊ីនច្រាមណាហើយបន្ថែមជាមួយនឹងគ្រឿងទេសក៏ដូចជាហៃប៊ីខ្ញុំប្រើច្រើនរសតែហៃប៊ីហ្នឹងវាហៃប៊ីទឹកសាបតែវាប្រៃឯងហើយខ្ញុំស្ងោរវារយៈពេលប្រហែលជា15នាទីទៅ20នាទីដើម្បីវាផុយណាក៏ប៉ុន្តែរនងវាឆាប់ផុយងាយនឹងផុយរនងតែអ្វីដែលសំខាន់គឺយកវាឆ្អិនជាមួយនឹងសាច់ជ្រូកផងដែរតមកទៀតខ្ញុំបានគេពពុះចោលណាពពុះនោះចេញពីសាច់ជ្រូកចេញពីហៃប៊ីនិយាយទៅពពុះនឹងវាចេញសពគ្រប់ហ្មងខ្ញុំបានគេវាចោលហើយខ្ញុំបន្តធ្វើការរងាស់វាតតែផុយណាបងប្អូនសម្រាប់ស្ករគឺខ្ញុំលួចបន្តិចតែមុននឹងឯងហើយព្រោះវាផ្អែមចេញពីននងនិយាយរួមទៅរបស់ធម្មជាតិគឺវាមានជាតិផ្អែមចេញពីសាច់វាប្រហែលចេញពីសាច់នៃបន្លែណាហើយតមកទៀតចុងក្រោយគេគឺខ្ញុំបន្ថែមជាមួយនឹងស្លឹកខ្ទឹមគឺថារសជាតិដែលខ្ញុំដាក់ប៉ុណ្ណឹងគឺមកល្មមណាអត់ប្រៃអត់ផ្អែមលើសពេកទេហើយហ្នឹងហើយបងប្អូនឆ្អិនហើយបងប្អូនតែប៉ុណ្្នឹងមកគឺជាតិទៀតហើយបើសួរថាស្ងោររនងនឹងឆ្ងាញ់អត់ឆ្ងាញ់បងប្អូនជាតិឆ្ងាញ់ណាស់ដែរខ្ញុំអត់ដែលបានធ្វើសាកញ៉ាំតែខ្ញុំលើកទី1គឺថាអេមហើយមួយទៀតបងប្អូនចូលចិត្តម្រេចអាចដាក់ម្រេចបន្ថែមនៅក្នុងទឹកស្លហ្នឹងណាបើសួរខ្ញុំថាម្រះនិងននងពោះគឺខ្ញុំយករនងពោះហើយ